ផលប្រយោជន៍របស់គេផងដែរដើម្បីរកប្រាក់ចំណេញជាហើយសត្វផ្សេងត្រូវបានរកពីរយៈពេលពី55ដល់55មួយឆ្នាំមុនពីវងកាត់ពហុមានជើងតូចមកជាពហុមានជើងធំបន្ទាប់ហើយមកពីសត្វពហុមានជើងតូចមកជាសត្វមានជើងធំនៅពេលបច្ចុប្បន្ននេះឯងយើងបានឃើញថាថាសត្វផ្សេងគឺចង់វាជើងមិនធំមែនទេមិនទៅវាដៃយ៉ាងនេះណាហើយជាតិយើងនេះចាប់បានចឹងទេតាំងតែពីមុនគ្រិស្តសករាជក្នុងការចិញ្ចឹមនេះត្រូវបាននិយាយថារៀនបានឆ្នាំ3000មុនគ្រិស្តសករាជដែរហើយសម្រាប់លោកយើងនេះគូសេះដែលមាននៅលើទូរទស្សន៍ទីនេះចំនួន300ហើយ300នេះគឺបានចូលបោះអង្គទេយើងគឺទៅវិញមកលើសារហើយកងនេះគឺសុទ្ធតែជាភាសាអង់គ្លេសទាំងហើយសម្រាប់យល់ពីវាតែលើនេះយើងចូលដល់ចំណុចលេខ1ដែលនិយាយអំពីលក្ខណៈវិទ្យាចំពោះសត្វផ្សេងវិញគឺជាសត្វមួយដែលមានកម្លាំងខ្លាំងហើយរៀងស្លីមគេឃើញថាសត្វផ្សេងគឺរៀងពោះវាដូចសញ្ញាដូចគ្នាដែរគឺរៀងស្លីមមែនទែនហើយគេច្រើនយករូបសំណាកផ្សេងហ្នឹងទៅដាក់តាំងក្នុងផ្ទះក៏ដូចជានៅតាមខេត្តនីមួយៗផងដែរតែហេតុអីបានជាគេយករូបសំណាកផ្សេងទៅដាក់តាំងព្រោះរូបសំណាកផ្សេងតំណាងឲ្យភាពអង់អាចក្លាហានភាពរៀបចម្រើនក៏ដូចជាមានមនសិការក្នុងការងារអញ្ចឹងទៅអញ្ចឹងហើយបានជាគេចូលចិត្តយកវាទៅដាក់តាំងផ្ទះឬក៏ទៅតាមទីកន្លែងណាមួយដែលជាតំណាងឲ្យកន្លែងនោះហើយចំពោះរូបរាងវាទាំងមូលវិញគឺវាមានរងវែងជើងវាវែងហើយកម្ពស់របស់វាកម្ពស់និងសម្បករបស់វាអាចខុសពីពូសេះនីមួយៗមានន័យថាបើពូសេះAវាមានជើងវែងអញ្ចឹងទៅពូសេះBជើងខ្លីទៅអញ្ចឹងកម្ពស់វាក៏តាមនឹងដែរហើយសម្បករបស់វាគឺប្រភេទទាំង3ប្រភេទជំនួយពិភពលោកហ្នឹងគឺមានជាពណ៌ត្នោតពណ៌ខ្មៅពណ៌ខេងពណ៌សហើយសម្រាប់សត្វផ្សេងនេះគឺវាមានវាអាចបត់បែនអំពីទម្រង់គឺការដេករបស់វាគឺវាដេកដោយដេកខ្លួននិងដេកដោយឈរបានវាបិទភ្នែកកំពុងឈរក៏បានដែរវាដេកហើយឥឡូវនេះខ្ញុំចូលដល់ចំណុចទី2ទៅដល់និយាយពីអកប្បកិរិយាសេះហើយសត្វសេះគឺដូចខ្ញុំបាននិយាយខាងលើវិញអញ្ចឹងគឺគេច្រើនយកវាទៅដាក់តាំងតាមផ្ទះក៏ដូចជាតាមរមណីយដ្ឋានក៏ដូចជាដាក់តម្កល់នៅកន្លែងណាមួយអញ្ចឹងហើយបានជាគេដាក់សារវាមានមើលទៅវាដំណើរវាបង្ហាញខ្លះហើយចំណើមផងដែរហើយសេះគឺជាសត្វម្យ៉ាងដែលមានអត្តចរិតស្រូបបូតសមរម្យសុភាពវិសាសហើយឧស្សាហ៍ជីវិតក្នុងការងារហើយមួយវិញទៀតនោះសត្វសេះមានភាពឆ្លាតវៃមួយត្រង់ថាវាអាចស្ដាប់មនុស្សបានហើយក៏អាចយល់ពីមនុស្សដោយតាមរយៈកាយវិការរបស់មនុស្សយើងឃើញហេតុថានៅពេលដែលមនុស្សយើងបញ្ជាវាទៅមនុស្សយើងបញ្ជានៅក្នុងសេះអញ្ចឹងទៅយើងចង់បញ្ជាវាទៅណាគឺវាទៅនឹងអញ្ចឹងហើយតាមរយៈកាយវិការបែបនេះគឺសេះអាចស្ដាប់បង្គាប់មនុស្សបានដែរហើយឥឡូវនេះខ្ញុំចូលដល់ចំណុចលេខ3ដែលនិយាយអំពីអត្ថប្រយោជន៍សេះសត្វសេះគឺវាមានអត្ថប្រយោជន៍ច្រើនមែនទែនគឺតកតងទៅនឹងការដឹកជញ្ជូនការផ្ដល់ជាសាច់ការផ្សេងជាដើមហើយមានសំណួរមួយចោទសួរថាតើពួកសេះចំនួនតើសត្វសេះមាននីតិអ្វីខ្លះក្នុងប្រព័ន្ធអេកូឡូស៊ីមុននឹងចូលទៅដល់នីតិរបស់វាគឺទៅដល់អំពីនិយមន័យរបស់អេកូឡូស៊ីសិនអេកូឡូស៊ីគឺជាប្រព័ន្ធគឺជាការសិក្សាពីបរិស្ថាននៃជីវសាស្ត្រធម្មជាតិមានដូចជាជីវៈនៃជីវិតអត់ជីវិតរស់នៅតំបន់ណាមួយអញ្ចឹងហើយការចិញ្ចឹមសេះតាមផ្ទះបានរួមចំណែកការអភិវឌ្ឍសង្គមកសិកម្មនិងផ្លាស់ប្ដូរការចល័តផងដែរការផ្លាស់ប្ដូរការចល័តនោះគឺមានន័យថាការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាហើយចំពោះកសិកម្មនេះគឺបង្រើបានច្រើនមែនទែនចំពោះអាចដាក់ស្រែបានហើយមួយវិញទៀតក៏វាអាចអុកទាញនៅគាត់អីផងដែរកាលពីមុនតែឥឡូវនេះគេគឺគេកាលពីមុនហ្នឹងគេអុកទាញបែបហ្នឹងមែនតែឥឡូវគេឡើងប្រើសេះគឺគេប្រើគោដើម្បីជាកម្លាំងអុកទាញពីម្ដងក្នុងការធ្វើស្រែហើយមួយវិញទៀតនោះគឺសេះក៏មានឥទ្ធិពលទៅលើភាពចម្រុះនិងរចនាសម្ព័ន្ធអេកូឡូស៊ីផងដែរដែលពួកវារស់នៅហើយនៅកន្លែងខ្លះទៀតផងដែរសេះមានសារៈសំខាន់ក្នុងការបំបែកគ្រាប់ពូជ
ដើមឈើមួយចំនួនក្នុងការក្នុងការមានសម្រាប់អ្នកទីក្នុងប្រព័ន្ធ ecology នេះផងដែរក៏មានចំនួនមួយទៀតចោលសួរថាតើវាបង្កបញ្ហាទៅដល់ប្រព័ន្ធ ecology ផងដែរទេក្នុងសំណួរនេះដែរខ្ញុំបាទសូមលើកយកនៅមេរៀនដែលយើងបានរៀនរួចហើយគឺតាក់ទងទៅនឹងមេរៀនលោកតាក់ទងទៅនឹងមេរៀនទ្រឹស្ដីលោកដាវីនក្នុងមេរៀននោះដែរគឺនិយាយអំពីការបញ្ចេញដើម្បីរស់មានន័យថាបើសិនជានៅក្នុងត្រពាំងមួយឧទាហរណ៍ថាក្នុងត្រពាំងមួយមានត្រីមួយគូញីឈ្មោលហើយវាបានបង្កាត់ពូទៅបង្កើតបានកូនជាច្រើនហើយនៅក្នុងត្រពាំងគឺមានបរិមាណចំណីអាហារតិចជាងកូនដែលវាបង្កើតមកអញ្ចឹងហើយកូនទាំងនោះគឺត្រូវមានការបញ្ចេញគ្នាដើម្បីចាប់យកចំណីដើម្បីវាបំពេញនៅភាពឆ្អែតដើម្បីបំពេញនៅការគ្រារបស់វាអញ្ចឹងហើយសេះនេះក៏ដូចគ្នាមានន័យថាក្នុងឧទាហរណ៍នៅវាស្មៅមួយវាមានប្រភេទសត្វស៊ីស្មៅជាច្រើនដូចជាសេះគោអីអញ្ចឹងជាដើមទៅមានន័យថាបើសិនជានៅក្នុងតំបន់មួយវាមានសត្វទាំងអស់ច្រើនហើយស្មៅវាដុះមិនប្រកាសថានៅកន្លែងទីវាលមួយវាមិនប្រកាសថាស្មៅពេញទាំងអស់ទេវាមានស្មៅកន្លែងខ្លះច្រើនខ្លះតិចក៏ខ្លះអត់អញ្ចឹងទៅអញ្ចឹងហើយបរិមាណស្មៅនោះតិចជាងចំនួនសត្វដែលនៅតំបន់នោះផងដែរអញ្ចឹងហើយធ្វើឲ្យវាប៉ះពាល់ទៅដល់ប្រព័ន្ធ ecology ហ្នឹងច្រើនមែនទែនដោយសត្វផ្សេងខ្លះត្រូវបានទទួលស្មៅអញ្ចឹងទៅហើយសត្វគោខ្លះក៏បានទទួលស្មៅតែខ្លះទៀតមិនបានទទួលទេក៏វាអាចប៉ះពាល់ដល់ជីវិតឡើងទៅដែរហើយជាផ្នែកមួយដ៏ធំនោះគឺសេះមានសារៈសំខាន់ខាងសេដ្ឋកិច្ចលេខដូចខ្ញុំបាននិយាយដល់អញ្ចឹងគឺវាសាច់វាអាចយកសាច់វាចម្រុះបានដើម្បីរកប្រាក់កម្រៃហើយមួយទៀតនោះគឺសម្រាប់មនុស្សបច្ចុប្បន្ននោះគឺមានន័យថាដោយឧទាហរណ៍មនុស្សយកសត្វយកសេះជាចំណាំអូទៀនដាក់ជញ្ជូឈើគំនិញផ្សេងក៏ដូចជាដឹកភ្ញៀវទេសចរផងដែរហើយយើងដឹងហើយថាយើងប្រកាសជាបានមើលហើយថាក្នុងរឿងចិនរឿងអីហ្នឹងគឺគេធ្វើសម្ភារគឺគេយកសេះជាយានជំនិះហើយបានជាគេយកសេះជាយានជំនិះគឺដោយសារសេះវាមានកម្លាំងខ្លាំងវាមានភាពឆ្លាតវៃភាពរហ័សរហួនអញ្ចឹងហើយភាពឆ្លាតវៃភាពរហ័សរហួនកម្លាំងខ្លាំងនេះឯងធ្វើឲ្យគេនឹងគេចពីសត្រូវបានក្នុងការប្រយុទ្ធសង្គ្រាមហើយមួយទៀតចំពោះកីឡាគឺយើងក៏អាចដឹងដែរថាកាលពីមុនក៏មានការប្រកួតកីឡាសេះបណ្ណាសេះផងដែរអញ្ចឹងហើយបើសិនជាក្នុងកសិដ្ឋានឬក៏គ្រួសារណាមួយដែលចិញ្ចឹមសេះក៏គាត់អាចយកសេះហ្នឹងទៅចូលរួមក្នុងការប្រកួតប្រជែងដើម្បីយកជ័យលាភីដើម្បីទទួលបានប្រាក់រង្វាន់ផងដែរឥឡូវនេះខ្ញុំតចូលដល់ចំណុចលេខ4ដែលនិយាយអំពីរបបអាហាររបស់វារបបអាហាររបស់សេះគឺមិនខុសពីគោទេយើងហៅថាគោគឺវាស៊ីស្មៅចំបើងឬក៏ធ្វើជាតិអីជាអាហារចឹងទៅតែសេះក៏ដូចគ្នាដែរសេះក៏វាស៊ីស្មៅចំបើងនិងក៏ធ្វើជាតិជាអាហារផងដែរហើយចំពោះទឹកវិញគឺវាផឹកជាប្រចាំដើម្បីបំពេញរាងកាយរបស់វាដូចមនុស្សយើងដែរថាមនុស្សយើងបើសិនជាដាច់ទឹកគឺប្រកាសជាក្នុងនៅអត់បានទេអញ្ចឹងសេះដូចគ្នាបើសិនជាវាផឹកច្រើនទៅវាអាចកម្លាំងរបស់វាអាចខ្លាំងជាងនឹងហើយវាបំពេញនៅចំណីថែមទៅគឺវាអាចខ្លាំងតែម្ដងឥឡូវនេះចូលដល់ចំណុចទី5ដែលនិយាយអំពីការបន្តពូជបើនិយាយអំពីការបន្តពូជវិញគឺមានស្ថានភាពដូចទៅនឹងគោទៀតដែរដូចគោដែរគឺមានថាដូចឧទាហរណ៍ការជំរើសឲ្យមនុស្សគឺមនុស្សក៏ជាថាបើសិនជាចំចិញ្ចឹមសេះបានផលល្អមានថាត្រូវតែជ្រើសរើសមានបានណាដែលមានសុខភាពល្អក៏ដូចជាពូជល្អដើម្បីយកមកបង្កាត់វាហើយចំពោះពេលបានតែគេជ្រើសរើសយកមកបង្កាត់វាហ្នឹងគឺជាពូជល្អបំផុតដែលបំពេញតម្រូវការរបស់មនុស្សផងដែរមានន័យថាជំរើសដល់មនុស្សគឺជាមនុស្សជាអ្នកជ្រើសរើសពូជនេះយកមកបង្កាត់អញ្ចឹងហើយបើយើងយកពូជអន់មកបង្កាត់គឺយកមកតែខាតដដែលហ្នឹងអញ្ចឹងហើយបានជាគេជ្រើសរើសយកគេបានណាដែលល្អយកមកបង្កាត់ដើម្បីទទួលបានពូជសុទ្ធហើយក៏មានកម្លាំងខាងភាពឆ្លាតវៃទៅតាមដែរហ
ហើយបើយើងនិយាយចំពោះសេះញីវិញសេះញីវាមានភាពចាស់ទុំខាងផ្លូវភេទនៅអាយុ3 ទៅ 4 ឆ្នាំចំណែកឯសេះឈ្មោលមានភាពពេញវ័យខាងផ្លូវភេទពី2 ទៅ 3 ឆ្នាំយើងនឹងហៅថាសេះញីវាមានខាងភាពពេញវ័យខាងផ្លូវភេទហ្នឹងអាយុច្រើនជាងសេះឈ្មោលដោយសារកត្តាទាំងនេះហើយគឺដោយសារកត្តាដំណរពុតក៏ដូចជាការជំរឿនដោយមនុស្សផងដែរហើយជាធម្មតាសេះគឺកំណើតរបស់វាគឺផ្ដល់កំណើតបានតែកូនមួយគឺអត់អាចមានកូនភ្លុកបានទេហើយសត្វសេះគឺវាបន្តពូជនៅរដូវក្តៅហើយក្នុងការបន្តពូជសេះហ្នឹងគឺគេយកសេះឈ្មោលទៅដាក់ក្បែរសេះញីនៅក្នុងហ្វូមសេះទាំងមូលហើយនៅពេលដែលគេយកសេះទៅដាក់នៅក្បែរសេះញីទៅហើយសេះឈ្មោលហ្នឹងគឺការពារសេះញីយ៉ាងមានភាពកក់ក្តៅគឺបើសិនជាសេះឈ្មោលផ្សេងមកបៀតបៀនសេះញីហ្នឹងទៅគឺសេះឈ្មោលវាអាចធាក់ឬក៏ខាំបានខាំមានន័យថាសេះក៏វាមានថ្មីដែរឬក៏ដែរអញ្ចឹងវាអាចខាំឬក៏គាត់អីអញ្ចឹងទៅហើយចំណែកឯសត្វសេះហ្នឹងគឺការបង្កកំណើតរបស់វាគឺវាច្រើនកើតនៅពេលយប់ហើយនៅកន្លែងស្ងាត់ហើយប្រភេទសេះfall ប្រភេទ fall វិញគឺសត្វហ្នឹងគឺកើតមកភ្លាមគឺវាអាចឈរបានតែម្ដងព្រោះអីវាជាពូជល្អវាអាចឈរបានគឺឈរបានរយៈពេល1 ម៉ោងតែម្ដងហើយចំណែកឯបើសិនជាវាអាចកើតបានយូរហួស1 ម៉ោងជាងទៅវាអាចដើរបានរយៈពេល4 ទៅ 5 ម៉ោងទៀតដើរតាមម្ដាយវាអញ្ចឹងណាដល់ពេលលើសម៉ោងហ្នឹងគឺវាដើរឡើងបានហើយហើយសម្រាប់ខែដំបូងដែលវាបានកើតមកហ្នឹងគឺវានៅចិត្តម្ដាយវាជានិច្ចដូចទៅនឹងមនុស្សដែរគឺថាកូនទីនោះកើតមកភ្លាមគឺមិនប្រកាសថារកចំណីអីខ្លួនឯងបានទេអញ្ចឹងហើយគឺត្រូវបំបើដល់ម្ដាយនៅចិត្តម្ដាយជានិច្ចដើម្បីឲ្យម្ដាយមើលទទួលភាពកក់ក្ដៅពីម្ដាយប៉ុន្តែសម្រាប់សេះវិញគឺនៅខែទី 2 នេះគឺវាលែងបំបើដល់ម្ដាយឬក៏ឲ្យនៅចិត្តម្ដាយទៀតដែរគឺវាអាចងើបឈរបានក្រោកដើរបានដើម្បីរកចំណីដោយខ្លួនឯងមានថារកចំណីដោយឯករាជ្យមានថាដោយឯងហើយចំពោះ fall នេះគឺមានទម្ងន់ទ្វេដងក្នុងមួយសប្តាហ៍រយៈពេល4 សប្តាហ៍មានន័យថាក្នុងមួយសប្តាហ៍ហ្នឹងវាអាចឧទាហរណ៍នៅថ្ងៃទី 1វាកើនបាន2 គីឡូអញ្ចឹងចុះឧទាហរណ៍កើនបាន2 គីឡូអញ្ចឹងនៅថ្ងៃបន្ទាប់ទៅវាអាចកើនឡើងទ្វេដងមានថាគុណ2អញ្ចឹងទៅប៉ុន្តែក្នុងការកើនឡើងនេះគឺវាកើនឡើងចំនួនតែ4 សប្តាហ៍ទេមានន័យថាបើសិនជាពោះ4 សប្តាហ៍ហ្នឹងទៅវាឡើងកើតវាឡើងកើនគីឡូនឹងទៀតហើយវានៅថេហើយចំពោះសេះស្រីវិញសេះញីវិញវាត្រូវការ4 ទៅ 5 ឆ្នាំហើយបុរសហើយសេះឈ្មោលពី 6 ទៅ 7 ឆ្នាំដើម្បីឈានទៅដល់ភាពពេញវ័យខាងបន្តពូជឥឡូវនេះចូលដល់ចំណុចលេខ 6 ដែលនិយាយអំពីវដ្តជីវិតនិងការប្រស័យទាក់ទងគ្នាអាយុរបស់សេះគឺអាស្រ័យទៅលើកត្តាជាច្រើនហើយកត្តាទាំងនោះរួមមានអាហារូបត្ថម្ភស្ថានភាពបន្តពូជជំងឺនិងសកម្មភាពរាងកាយចំពោះអាហារូបត្ថម្ភវិញគឺបើសិនជានៅតាមគ្រួសារក៏ដូចជាកសិដ្ឋានទៅនៅតាមកសិដ្ឋានហ្នឹងផ្ដល់ជាចំណីអាហារដែលល្អប្រកបដោយជាតិដែលមានជីវជាតិល្អទៅវាធ្វើឲ្យរាងកាយរបស់វារឹងមាំក៏ដូចជាសុខភាពរបស់វាទៅតាមនឹងដែរហើយចំពោះជំងឺក៏ដូចគ្នាជំងឺបើសិនជានៅតាមគ្រួសារក៏ដូចជានៅតាមកសិដ្ឋានហ្នឹងมันបានមើលថែវាដឹកដល់ទេมันបានផ្ដល់ជាថ្នាំបង្ការក៏ដូចជាអីបង្ការផ្សេងហ្នឹងធ្វើឲ្យសេះហ្នឹងវាមានជំងឺអញ្ចឹងទៅវាអាចស្លាប់មុនអាយុអញ្ចឹងទៅហើយជាធម្មតាសេះមានអាយុកាលពី25 ទៅ 30 ពេលគឺអាយុវាតែអាចចាស់បំផុតហ្នឹងគឺតែ30 ឆ្នាំទេហើយសេះដែលរស់នៅបានយូរបំផុតគេបំផុតនៅក្នុងព្រៃគឺគិតត្រឹមឆ្នាំ 1974 ហ្នឹងគឺអាយុ36 ឆ្នាំគឺសេះនៅក្នុងព្រៃគឺវាអាចរស់ទៅដល់36 ឆ្នាំហើយឥឡូវនេះខ្ញុំចូលដល់ចំណុចលេខ 7ខ្ញុំនិយាយអំពីប្រភេទទាំង 4 របស់សេះចំណុចនេះគឺបន្តិចដែរទេដែលទាក់ទងទៅនឹងប្រភេទសេះចំពោះប្រភេទសេះទី 1 នោះគឺសេះពន្លឺឬពូជពងសេះនេះគឺគេប្រើពិសេសសម្រាប់ប៉ុណ្ណាដូចខ្ញុំបាននិយាយថាវាមានអត្ថប្រយោជន៍ខាងកីឡាអញ្ចឹងគឺសេះនេះហើយសេះពន្លឺឬពូជពងនេះហើយ
ដែលគេយកទៅចិញ្ចឹមដើម្បីក្នុងការប្រកួតប្រណាំងអីផ្សេងៗជាដើមហើយទី2នោះគឺសេះព្រៀងគឺគេប្រើសម្រាប់ក្នុងវិញ្ញាសាកីឡាមានន័យថាអញ្ចេះក្នុងការប្រណាំងក្នុងកម្មវិធីតាមភូមិឬក៏តាមស្រុកអីជាដើមប៉ុន្តែក្នុងវិញ្ញាសាកីឡាហ្នឹងវាមានបទបែនតាមប្រភេទផ្សេងយើងឃើញថាប្រភេទវិញ្ញាសានៅក្នុងប្រទេសកម្ពុជាយើងវាមានបែងចែកទៅតាមវិញ្ញាសាដូចជាបាល់ទះបាល់ទាត់វិស័យបេតុងអីអញ្ចឹងទៅអញ្ចឹងសេះក៏ដូចគ្នាដែរវាមានប្រភេទកីឡាដូចជាលោតពីចម្ងាយរងរបងលោតចិត្តលោតឆ្ងាយអញ្ចឹងទៅអញ្ចឹងសេះមួយនឹងវាអាចបត់បែនទៅតាមគ្រប់កលៈទេសៈទាំងអស់អញ្ចឹងហើយគេយកសេះព្រៀងនឹងទៅចិញ្ចឹមចំណែកទី3នោះគឺសេះសក់វែងគឺប្រើសម្រាប់ចិញ្ចឹមនៅតាមគ្រួសារនឹងថាចិញ្ចឹមដើម្បីជាយកជាសាច់យកជាមហូបអីអញ្ចឹងទៅដើម្បីទទួលបានប្រាក់កម្រៃក៏ដូចជាមហូបទុកគូគ្រួសារផងដែរចំណែកឯចុងក្រោយនោះគឺទី4សេះ basic នេះគឺគេប្រើសម្រាប់អុកទីនិយាយជំនិះសេះនេះក៏ដូចគ្នាដែរដូចខ្ញុំបានលើកឡើងខាងដំបូងអញ្ចឹងគឺប្រើសម្រាប់និយាយជំនិះអស់ទំនិញដូចជាឈើថ្មក៏អីវ៉ាន់អីជាដើមនេះគឺគេយកសេះហ្នឹងទៅចិញ្ចឹមហើយនិយាយជំនិះដូចគ្នាដែរសម្រាប់ការសម្រាប់អុកទីនិយាយជំនិះដូចគ្នាគឺនិយាយជំនិះគឺសម្រាប់ជិះនៅពេលដើរកម្សាន្តអីអញ្ចឹងទៅណាជិះនៅក្នុងសេះហ្នឹងដើរកម្សាន្តទៅតាមរមណីយដ្ឋានហើយក៏ដូចជាអុកទីឈើថ្មទំនិញផ្សេងៗផងដែរដែលមនុស្សយើងត្រូវការវាចាំបាច់ដើម្បីបំពេញតម្រូវការរបស់គេហើយឥឡូវនេះការបញ្ចប់ការគោលនយោបាយរបស់ខ្ញុំគឺបានបញ្ចប់ហើយអរគុណដល់អ្នកគ្រូហើយនិងអរគុណដល់អ្នកទាំងអស់គ្នាដែលបានចិត្តដាក់ស្ដាប់ខ្ញុំបានព័ត៌មានអំពីសត្វសេះផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាចលើកចោលជាសំណួរមកសួរខ្ញុំបាន